ចិត្តម្ចាំងស្នេហ៍បំពេដោយមុនវិចាដោយក្លិនបុប្ផាប្រអប្រចាំជីវិតស្នេហ៍អើយស្នេហ៍បងអូនខ្លាចមិនពិនសំដីបោកចិនប្រាថ្នាក្រែផ្លិនគុណធាបេះដូងបងអើយអូនហើយជាម្ចាស់សង្ខាសែកមុនស្នេហាឲ្យបងវង្វេងហារតីអូនក៏ចងចាញ់ទៀងផ្អែមចរណៃធ្នមប្រឡាអមស្រីសូមថ្លៃធ្នមមួយជីវិតបាក់បេះដូងបងមើលក៏បានស្នេហ៍ស្រស់កល្យានបរិសុទ្ធពេញក្នុងអរាបងមានពីងអ្វីមកសន្យារយពន់វាចាតែសូមបងមានស្នេហ៍តែមួយน้อมប្រឡំស្នេហ៍មានមេជាគូកប់អូនអើយបងស្បត់បាក្បត់មិនមែនកូនប្រុសអូនចាំពីបងនួនល្អងជឿចង់ស្នេហ៍យើងស្នេហ៍ស្មងហើយរំរួលលោកគ្រាខ្សិនខ្សាយបេះដូងបងមើលក៏បានស្នេហ៍ស្រស់កល្យានបរិសុទ្ធពេញក្នុងអរាបងមានពីងអ្វីមកសន្យារយពន់វាចាតែសូមបងមានស្នេហ៍តែមួយน้อมប្រឡំស្នេហ៍មានមេជាគូកប់អូនអើយបងស្បត់បាក្បត់មិនមែនកូនប្រុសអូនចាំពីបងនួនល្អងជឿចង់ស្នេហ៍យើងស្នេហ៍ស្មងហើយរំរួលលោកគ្រាខ្សិនខ្សៃកុសលផលបុណ្យបាញ់ជូនអើយបងបានជួបត្រាំត្រាយចម្លើយស្នេហាភក្តីអូនចាំវាចាប្រចរណៃកត់ក្នុងដួងរទេប្រពីស័យកំពូលស្នេហាសុំដីស្រីផ្អែមដូចទឹកស្រស់ដូចផ្ការីកកណ្ដាលសួនច្បារវាសនាបានកាច់ស្រងក្លិនបងថាថាបងសន្យាថាតែផ្កាអូនមួយជីវិតសូមអើយស្នេហ៍ពិតកុំខ្មាត់ចិត្តអូមិនបងស្បត់ជូនណាអូនព្រមជឿពីងដែលបងសន្យាបងមានពូអូរាថាបេះដូងបងតែមួយស្មោ
សីស្បត់ថាលើលោកីបងមានតែរូបស្រីមួយសូនយ៉ាងថើបតែផ្កាអូនមួយជីវិតសូមអើយស្នេហ៍ពិតកុំខ្មាត់ចិត្តអូមិនបងស្បត់ជូនណាអូនត្រមជាពីងដែលបងសន្យាបងមានពួកអូរ៉ាថាបេះដូងបងតែមួយសីស្បត់ថាលើលោកីបងមានតែរូបស្រីមួយប្រិយមិត្តអស់លោកស្រីអ្នកនាងកញ្ញាទាំងឡាយទស្សនីយភាពនេះជាកិច្ចពិធីដែលបុរាណលោកតាក់តែងនឹងឲ្យឈ្មោះថាសែនក្រុងពាលីនៅពេលធ្វើពិធីនេះលោកវិបាឬលោកអាចារ្យតែងបង្គាប់ឲ្យអ្នកលេងអបកងសោយនិងខ្លោងនារីបទកងសោយទំនុកពីបុរាណមានន័យថាអញ្ជើញទេវតាត្រកស្រែចំការក្នុងត្រៃលោកដាច់ក្រុងពាលីរឹកទីជាច្បងយើងខ្ញុំសូមសរនឹកដល់គុណយើងមានមង្គលប្រសើរសិក្សាសូមទឹកដីរីមង្គលការអស់គ្រឿងប្រដាប់សម្រាប់ភ្លីកាព្រះខៀនក្រមាយើងរៀបជូនថ្វាយបងអែចង់អសម្រាប់អ្នកថ្លៃសែនសោយសប្បាយឲ្យពោយើងណាទំនៀមទម្លាប់នៃពិធីសែនក្រុងពាលីមានរឿងដំណាលមកថាកាលពីព្រេងនាយតាំងតែពីកទឹកកដីជាដំបូងមកម្ល៉េះមាននាគពីរជាបងប្អូននឹងគ្នាបងឈ្មោះក្រុងពាលីប្អូនឈ្មោះព្រះភូមិដែលជាអ្នកមានរំដំណើរបានបង្កើតឲ្យមានមនុស្សសត្វព្រឹក្សាលតាវរគ្រប់បែបយ៉ាងនៅលើទឹកដីថ្មីនេះហើយក៏តាំងខ្លួនជាម្ចាស់នៃទឹកដីនោះទៅក្រោយមកមានព្រះពុទ្ធមួយព្រះអង្គព្រះនាមបតុមុត្តរៈទ្រង់បានប្រះហើយក៏ចង់បានអ្នកនគរនោះមកកាន់សាសនារបស់ព្រះអង្គទ្រង់ក៏បានប្រើមធ្យោបាយសម្ដីអំពីក្រុងពាលី3ជំហានឯក្រុងពាលីក៏នឹកក្នុងចិត្តថា3ជំហានមិនអត់អីប៉ុន្មានទេគិតស្រេចហើយក៏ប្រាប់ទៅព្រះពុទ្ធបតុមុត្តរៈថាចូលអ្នកឈានឲ្យគ្រប់3ជំហានហើយយកដីនោះចុះឯព្រះពុទ្ធបតុមុត្តរៈក៏និមិត្តព្រះអង្គយ៉ាងធំហើយឈានតែមួយជំហានក៏ស្រាប់តែអស់ដីនេះទៅព្រះពុទ្ធបតុមុត្តរៈក៏បានអញ្ជើញក្រុងពាលីឲ្យទៅនៅក្រៅចក្រវាឡតែមុននឹងថយទៅក្រុងពាលីក៏បានធ្វើសំណូមពរដល់ព្រះអង្គថាខ្ញុំព្រះអង្គសុខចិត្តថ្វាយទឹកដីចំពោះព្រះអង្គទាំងអស់មិនមានតវ៉ាអ្វីសោះឡើយតែខ្ញុំព្រះអង្គសូមឲ្យជនណាដែលត្រូវសង់គេហដ្ឋានក្តីសង់អ្វីផ្សេងក្តីឬរៀបពិធីណាក្តីសូមឲ្យធ្វើកិច្ចបូជានឹកដល់ខ្ញុំព្រះអង្គផងព្រះពុទ្ធបតុមុត្តរៈក៏ទ្រង់យល់ព្រមយ៉ាងនេះហើយទើបបានជាមកទល់នឹងបច្ចុប្បន្ននេះពេលណាយើងសង់ផ្ទះឬសង់រោងពិធីផ្សេងយើងក៏តែងធ្វើកិច្ចបូជានឹកឧទ្ទិសទៅដល់ក្រុងពាលីដែលជាម្ចាស់ទឹកដីនៃយើងពុំមានបោះបង់សោះឡើយសូមជឿពុទ្ធក៏អត់ជួបក៏ដល់ទៅពុទ្ធเราถึงยุคสามนุษย์ก็เราได้เก็บเอาตัวเราไปจัดการหาปัญหาเราจะไม่ลงอ่านก็มาสอบช่วยยืนตรงนี้ยืนจับจะมีหมดกระทรวงการคลังเอาตัวยุคสองก็การจะจัดสำหรับการทางสบายปีบริการยุคจะใจลงพาไปจะจะจะออกตัวมาสร้างคนอ่านเป็นร่างขึ้นดีกว่าขับหลักขับใจทางเราเกินยุคจะทักเราทีประตูประตูประตูบนเอาตัวยึดเรื่องในบทโบราณยึดยุกยึดเรื่องยึดยึดเรื่องยึดยุงยึดจักยึดคนยึดหนักยึดกำลังยึดสิ่งยึดยงจงยึดวันที่ประความเคยจะอุปเลยกับผู้มาสอนประมุขลายจะบารมีโตสำคัญจะอนุรักษ์ที่ดี
chụp viên bàn mây mà chặt tay một cũng như như con lai từ thang này nó trong dân mai có cái con nào gì nữa cả anh ao tổ vừa ra là thật được nông thả ta đã đã chúa trong từ một trăm nếu con như cái lòng chiều đó có theo như theo chiều như là này nó ba là bên kia như có ai chưa có tắt Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ខ្ញុំសូមឲ្យបួងសួងអើយព្រះគុណខ្ញុំមកដល់អង្គឲ្យទេវតាខ្ញុំសូមឲ្យបួងសួងអើយព្រះគុណខ្ញុំមកដល់អង្គទេវតាទាំងចងឲ្យកម្មទាំងចងកម្មគឺទាំងអប5 3ទាំងចងកម្មគឺទាំងអប5 3សូមលោកឲ្យយាងមកអើយព្រះគុណខ្ញុំមកជួយឲ្យបោជ័យសូមលោកឲ្យយាងមកអើយព្រះគុណខ្ញុំមកជួយឲ្យបោជ័យសេរីឲ្យសួស្ដីជោគជ័យអត់ណាដំសេរីឲ្យសួស្ដីសេរីសួស្ដីជោគជ័យអត់ណា